ខ្ញុំធ្វើការជំរាបជូនពីព័ត៌មានទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិប៉ូទុយហ្គាល់ដូចតទៅនៅក្នុងការប្រកួត FIFA World Cup កាតាឆ្នាំ2022ដែលនឹងមកដល់នៅក្នុងរយៈពេល9ថ្ងៃទៀតកីឡាករជាច្រើនត្រូវបានលោក Fernando Santos ដែលជាគ្រូបង្គោលរបស់ប៉ូទុយហ្គាល់បានរៀបចំសម្រិតសម្រាំងយ៉ាងស្អាតសម្រាប់យុទ្ធនាការបាល់ទាត់ពិភពលោក4ឆ្នាំម្ដងនេះបាទប៉ូទុយហ្គាល់ដែលមានរហស្សនាមថាបញ្ចខែលបាទដែលមានរហស្សនាមថាបញ្ចខែលគឺបានចូលប្រឡូកនៅក្នុងវេទិកាបាល់ទាត់ពិភពលោក World Cup នេះជាលើកទី8បាទជាលើកទី8បាទដូចថាប៉ូទុយហ្គាល់គឺត្រូវឆ្លងកាត់វគ្គជម្រុះគេហៅ Grand Final នេះគឺលើកទី8ហើយដោយគ្រូលោក Fernando Santos សង្ឃឹមថាក្រុមរបស់គាត់នឹងផ្ដល់នូវការជឿជាក់ដ៏ខ្ពស់មួយបាទពួកគេទទួលបានលទ្ធផលខ្ពស់បំផុតនៅក្នុងការប្រកួត World Cup នោះគឺកាលពីឆ្នាំ1966ពេលនោះគឺប៉ូទុយហ្គាល់បានលេខ3តើឆ្នាំ2022នេះដែល Cristiano Ronaldo គេអាចនិយាយបានថាជាគ្រូទី2ផងបាទរបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់អាចបញ្ចប់ដោយខ្ពស់ជ្រៅដល់ប៉ុណ្ណាពីព្រោះថាប៉ូទុយហ្គាល់នេះមែនតើទៅបងប្អូនណាតដាប់មែនតើបាទតម្រាំតែឡើងមកចូលលេងអាវគ្គ Grand Final មកដល់នៅកាតានេះបាទឆ្លងកាត់វគ្គនេះវគ្គនោះច្រើនណាបងប្អូនដឹងណាមិនមែនងាយស្រួលឡើងមកផឹងណាប៉ូទុយហ្គាល់ណាលេងអបផងអីផងអញ្ចឹងនៅក្នុង Group A ដែលមានអ៊ុយរ៉ុយហ្គាយដែលមានហ្គាណាដែលមានកូរ៉េខាងត្បូងវាដូចជាមិនងាយស្រួលពេកទេបាទសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប៉ូទុយហ្គាល់ក៏ប៉ុន្តែឥឡូវយើងមកមើល26នាក់ដែលចាក់សោជាប់ហើយទៅកាតាវាយឈ្នះគេអត់អ៊ុយរ៉ុយហ្គាយជាជើងខ្លាំងមួយប្រចាំអាមេរិកខាងត្បូងហ្គាណាជាជើងខ្លាំងមួយប្រចាំអាហ្វ្រិកកូរ៉េខាងត្បូងជាជើងខ្លាំងមួយប្រចាំអាស៊ីប៉ូទុយហ្គាល់ជាជើងខ្លាំងប្រចាំអឺរ៉ុបបាពូលនេះគឺ4ទ្វីបផ្សេងគ្នាបាទ4ទ្វីបផ្សេងគ្នាយើងមកមើលអ្នកចាំទីបាទសម្រាប់សមាជិកភាពក្រុមអ្នកចាំទីលោក Santos បាទមានការជ្រើសរើសមកចំនួន3នាក់ដែលគាត់រាប់ថាជាអ្នកដែលគាត់អាចទុកចិត្តបានណាបាទមានជើងចាស់មួយគឺ Rui Patricio បាទ Rui Patricio ជាជំរើសជើងចាស់ដែលគាត់ចោលអត់បានហ្មងបាទចោលអត់បានហ្មងហើយម្នាក់ទៀតដំបូងគាត់រើសចាស់មួយក្មេងមួយបាទម្នាក់ទៀតឈ្មោះថា Diego Costa បងប្អូនកុំច្រឡំ Diego Costa ដែលខ្សែប្រយុទ្ធប្រេស៊ីលខ្សែប្រយុទ្ធអេស្ប៉ាញហ្នឹងព្រៃព្រោះគាត់លេងបាត់ពីប្រេស៊ីលអេស្ប៉ាញបងអញ្ចឹងលោក Santos ដំបូងគាត់រើសអាចាស់សិនចាស់គឺ Rui Patricio តោះមកគាត់រើសកូនក្មេងបាទ Diego Costa ដែលគេមិនសូវថាស្គាល់អីប្រហែលក៏ប៉ុន្តែគាត់មើលឃើញអាដៃស្អិតរបស់ក្មេងម្នាក់នេះបាទក្មេងម្នាក់នេះគឺយកមកធ្វើដៃទី3គាត់យកពីក្លឹប Porto មក Diego Costa សូមបញ្ជាក់ថា Rui Patricio គឺគាត់យកពីក្លឹប Roma មកបាទដែល Roma កំពុងដឹកនាំដោយលោក Mourinho បាទអញ្ចឹងតែដៃទី2បន្ទាប់ Patricio ដែលណាគេគឺ Jose Sa មកពីក្រុមបាល់ទាត់ Wolverhampton នៅប្រទេសអង់គ្លេសអញ្ចឹងគាត់បាន3ទៅគាត់រើសមកទី1គាត់រើស Patricio ពី Roma តោះមកគាត់រើសទី3សិនទី3គឺ Diego Costa មកពី Porto ហើយបានទី2គឺ Jose Sa មកពី Wolverhampton អញ្ចឹង3អ្នកចាំទី3មកពី3ប្រទេសផ្សេងគ្នាអញ្ចឹងតើប៉ុណ្្នឹងគ្រប់វាអត់បាទវាតម្រូវត្រូវតែមានខ្សែការពារខ្លាំងដែរអញ្ចឹងមកដល់ប្រព័ន្ធការពាររបស់ប៉ូទុយហ្គាល់វិញប្រព័ន្ធការពាររបស់ប៉ូទុយហ្គាល់បាទលោក Santos បានប្រមាលមើលរបស់បាទបានប្រមាលមើលមនុស្ស2នាក់ដំបូងសិនធ្វើឲ្យរឹងសិនបាទគឺគាត់ងាកទៅដល់ Man City ផឹងបាទគាត់ថា Ruben Dias គឺជាខ្សែការពារម្នាក់ដែលអូមួមមិនងាយនរណាធ្លុះបានអញ្ចឹងគាត់រើសអ្នកទី2ដែលជាខ្សែការពាររបស់ប៉ូទុយហ្គាល់គាត់ថាអត់ទេអត់ចោលពេបានមកបាទ
cháu PP ban thế nhưng còn rư nè thì pi bị sai ca pi mà cứ nè móp hay nè cài chứ bây giờ nên đây giờ các bạn những vị chân nhưng ao chụp lại là PP nè cài mình đây bảo vốn và chân PP lấy ban và PP lấy ban mà to bị PP hay còn con rư vô ao Cancelo to thế là lớn nhầm xung điệp rọp cho mà đó ta còn rư Việt Nam một lạcประพรกาเปียมีนก็โยเปเป้มาเป็นคลับปอร์โตรูบินดิอาสมาเป็นคลับแมนเชสเตอร์ซิตี้ตาในนาทีโจอัลเคนเซโลมาเป็นคลับแมนเชสเตอร์ซิตี้นูโนเมนเดสมาเป็นคลับปารีสแซงต์แชร์แมงดิโก้ดาลอดมาเป็นคลับแมนเชสเตอร์ยูไนเต็ดอันโตนิโอซิลวามาเป็นคลับแมนฟิการาฟาเอลเกเรโรมาเป็นคลับบอร์เซียดอร์ทมันด์ดานิโลเปเรรามาเป็นคลับบาร์ตอนปารีสSaint-Germain. Jadi bapak kapi, lagi menjadi kapi ada kot melbun ke bila dia cứ dia saya nak pay, dah. Ai lớn dương mà mơ bapak memrau rumah kerom pan cekai pon di kal ni bro. Ta nơi đầm bi na ni mà nè tục hàng coi phong rồi còn nè ruin ba rồi cho bapak là cứ còn ở chào thì bay nè tao bông bạn Bruno Fernandes Ruben Neves ហើយនឹង Bernardo Silva 3អ្នកហ្នឹងគឺអូតូម៉ាទិកលោកអត់ចោលទេលោក Santos ហ្នឹងបាទតែហើយបានជាអ្នកផ្សេងទៀតក៏ត្រូវគូផ្សំដែរដើម្បីឲ្យអ្នកទាំងនោះបានល្អឥឡូវខ្ញុំសូមជម្រាបជូនខ្សែបម្រើដូចតទៅ Bernardo Silva មកពី Manchester City ចោលមិនបានទេបាទ Bruno មកពី Man U Bruno មកពី Man U Ruben Neves មកពី Wolver យកមកបាន3នាក់បងអ្នកណាគេទៀតដែរបងប្អូនបាទ Joao Rafinha Palhinha ក៏មកពី Wolver Matheus Nunes ក៏មកពី Wolver បាទក្រៅពីនោះគឺ Otavio មកពី Porto បាទ Joao Mario មកពី Benfica និង William Carvalho មកពី Real Betis ចុងក្រោយគឺ Vitinha មកពី Paris Saint-Germainមកពី Paris Saint-Germain បាទឥឡូវយើងចាប់អារម្មណ៍ក្បួនប្រយុទ្ធបាទក្បួនប្រយុទ្ធរបស់លោក Fernando Santos បាទនៅប្រទេសប៉ូទុយហ្គាល់គេនៅតែផ្ដល់ការសង្ឃឹមលើអ្នកដែលមានអំរែកដ៏ធំមួយគឺ Cristiano Ronaldo ទាំងកីឡាករនេះគឺសុទ្ធបានគ្រប់ការប្រកួតអន្តរជាតិឲ្យប្រទេសប៉ូទុយហ្គាល់ដូច្នេះគេនៅតែរំពឹងថា Ronaldo នឹងនាំយកនៅរជ្ជកាលមាសយូរដល់ប៉ូទុយហ្គាល់មុនពេលដែលគាត់ចាក់ចេញទៅបាទអមដោយ Joao Felix អមដោយ Rafael Leao មកពី AC Milan អមដោយ Diogo Jota អមដោយ Pedro Neto ខ្ញុំជឿថានឹងមានអ្វីដែលល្អហើយតែមើលក៏តែអូចុងក្រោយវារៀងដាច់ទៀតណាឡាយទៅមកបោះចោលតែដាច់ដល់ទិនដល់បាទ Neto ចុងក្រោយឈឺ Neto ចុងក្រោយឈឺស្ដាយមែនតើបាទNeto ហើយ Jota ចុងក្រោយឈឺខ្ញុំនិយាយញាប់ពេកទៅព្រោះយើងដឹងប្រព័ន្ធប្រយុទ្ធគាត់អូខេអញ្ចឹងជំនួសមកវិញមានអីអញ្ចឹងខ្ញុំសូមអានសមាជិកភាពប៉ូទុយហ្គាល់ដូចតទៅ Cristiano Ronaldo មកពី Manchester United Joao Felix មកពី Atletico Madrid Rafael Leao មកពី AC Milan Ricardo Horta មកពី Braga Gonçalo Ramos មកពី Benfica Andre Silva មកពី Red Bull Leipzig នេះគឺ6នាក់របស់លោក Santos ក្នុងការដឹកនាំទៅ